លោកត្រាំឯណោះមួម៉ៅក្តៅកាហាយរឿងតំណាងរាស្ត្របកគាត់4នាក់ទៅគាំទ្រគណៈបកប្រជាធិបតេយ្យដែលជាគណៈបកប្រឆាំងបោះឆ្នោតប្រឆាំងអត់ឲ្យគាត់ធ្វើសង្គ្រាមតទៀតជាមួយនឹងអ៊ីរ៉ង់លោកត្រាំគាត់ថា4នាក់ហ្នឹងគឺជាអ្នកដែលខួរក្បាលលក់ឲ្យពួកប្រឆាំងស្អីគឺគេគាំទ្រស្អីអាសង្គ្រាមដែលយើងទៅឈ្លានពានដែនអធិបតេយ្យគេដោយអត់មានសុំសភាសុំអីឥឡូវគេគ្រាន់តែបោះឆ្នោតហ្នឹងចាប់ពីពេលនេះតទៅលោកត្រាំអត់អាចនឹងទៅបន្តសង្គ្រាមនៅអ៊ីរ៉ង់បានដោយអត់ឆ្លងសភាមិនមែនបានន័យថាធ្វើសង្គ្រាមអត់បានទេបានតែត្រូវសុំសភាអនុម័តឲ្យយល់ព្រមសិនកុំធ្វើអីស្រេចតែចិត្តតែប៉ុណ្្នឹងឯងហើយសភាគេប្រាប់ថាអត់ឲ្យលោកត្រាំធ្វើអ្វីស្រេចតែចិត្តទេហើយមានគណៈបកកាន់អំណាចហ្នឹងមកបោះឆ្នោតចូលរួមជាមួយគណៈបកប្រឆាំងឲ្យបានសម្លេង215ទល់នឹងសម្លេង208ឃើញស្រុកអាមេរិកគឺគេមានប្រជាធិបតេយ្យឯងមិនមែនជិះសេះលែងដៃទេអ្នកក្នុងកាន់អំណាចហ្នឹងក៏គេគិតថាបើធ្វើមិនត្រូវក៏គេបោះឆ្នោតប្រឆាំងនឹងមេដឹកនាំខ្លួនឯងធ្វើមិនត្រូវអានេះដែលគេហៅថាប្រជាធិបតេយ្យមែនតើនោះបាទឥឡូវនេះយើងចាំមើលតទៅទៀតតើរឿងនឹងយ៉ាងម៉េចព្រោះអីត្រូវព្រឹទ្ធសភាមួយសារទៀតដើម្បីបោះឆ្នោតគ្រប់គ្រងអាសេចក្តីស្នើច្បាប់របស់រដ្ឋសភាហើយមុំឡើងទៅដល់តុរដ្ឋាភិបាលឲ្យធានាធិបតីសញ្ញេ 100% តាត្រាំនឹងមិនសញ្ញេឲ្យចូលជាច្បាប់ចុងនឹងពវល់មកក្រោយវិញមិនដឹងប៉ុន្មានឆ្នាំទៀតទេអញ្ចឹងសង្គ្រាមហ្នឹងវាមិនដឹងអញ្ញាញ៉ៃបាញ់ទេបងប្អូនមានអន្តរជាតិនេះមានព័ត៌មាន2ដែលខ្ញុំនឹងជម្រាបជូនបងប្អូនគឺទី1តកតងនឹងមេដឹកនាំអ៊ុយក្រែនស្នើជួបទល់មុខគ្នាជាមួយពូទីនក្រោយកំងយន្តហោះចម្បាំង20គ្រឿងពីស៊ុយអែតចម្លែកដែរថ្ងៃនេះគឺលោកZelensky ដែលជាមេដឹកនាំរបស់ប្រទេសអ៊ុយក្រែនសរសេរលិខិតចំហច្រើនទំព័រទៅលោកVladimir Putin ថាល្មមដល់ពេលយើងជួបគ្នាទល់មុខគ្នាហើយព្រោះអត់ឈ្នះអ៊ុយក្រែនទៀតទេគាត់និយាយចឹងអ៊ុយក្រែនពង្រឹងប្រព័ន្ធ drone របស់ខ្លួនកាន់តែខ្លាំងហើយនឹងអាចបាញ់ចូលដល់ទីក្រុងនៅវិមានក្រំឡាំងរបស់រុស្ស៊ីនៅមូស្គូឯណោះអញ្ចឹងកុំលេងសើចអ៊ុយក្រែនអត់ទុកឲ្យរុស្ស៊ីមកឈ្លានពានបានតាមអំពើចិត្តទេហើយមកដល់មកនេះទាហានរុស្ស៊ីស្លាប់កន្លះលាននាក់ឯង5សែននាក់ឯងដូច្នេះអ៊ុយក្រែនប្រាប់ថាដល់ពេលដែលត្រូវជួបមុខគ្នាដើម្បីបញ្ចប់ការដែលបាញ់គ្នានេះតទៅទៀតព្រោះអីរុស្ស៊ីអត់ឈ្នះទេហើយម្យ៉ាងទៀតអ៊ុយក្រែនទៅតែបញ្ជាទិញយន្តហោះ Gripen Fighter Jets របស់ស៊ុយអែត20គ្រឿងដែលមានទំហំទឹកប្រាក់ជាង2500លានដុល្លារដែលជាលុយកញ្ចប់កម្ចីរបស់សហគមន៍អឺរ៉ុបឲ្យអ៊ុយក្រែនខ្ចីសិនយកទៅទិញយន្តហោះបណ្ដេញដើម្បីទប់នឹងការឈ្លានពានរបស់អ៊ុយក្រែនរបស់រុស្ស៊ីណែហើយទៅស៊ុយអែតដោយសារតែកំងទិញយន្តហោះគេ20គ្រឿងបែបនេះគេឲ្យ free 16គ្រឿងអាចាស់អញ្ចឹងមាន36គ្រឿងឯណោះប៉ុន្តែអាយន្តហោះនេះកំងទិញតឆ្នាំ2030បានយកមកអស់តែយ៉ាងណាគឺអាចាស់ដែលគេមានឲ្យអ៊ុយក្រែនយកទៅទប់នឹងរុស្ស៊ីសិនហើយដល់ពេលផ្ញើសារអញ្ចឹងដល់Vladimir Putin ថាមិននិយាយថាជួបក៏ជួបក៏ប៉ុន្តែការជួបតតែស្នើឲ្យទៅជួបនៅរុស្ស៊ីទៅមូស្គូVladimir លោក Zelensky ថាចាំទៅមូស្គូចាទៅរកទឹកដីកដាលណាមួយអាចនៅ New Zealand ឬក៏នៅកន្លែងណាក៏ដោយឬទូគីឬអីចឹងទៅនឹងតាម Zelensky និយាយប៉ុន្តែ Putin ក៏ថាជួបក៏ជួបប៉ុន្តែគឺត្រូវតែព្រមកាត់ដីឲ្យរុស្ស៊ីហើយត្រូវជំរុញឲ្យប្រទេសផ្សេងទៀតជួយដាក់សម្ពាធឲ្យអ៊ុយក្រែនកាត់ដីបើអ៊ុយក្រែនចេះកាត់ដីសញ្ញេថាអ្នកណានៅកន្លែងណានៅកន្លែងហ្នឹងអ៊ុយក្រែនធ្វើយូរហើយឥឡូវរុស្ស៊ីវាយអត់បានអត់ទៅមុខសោះហើយស្លាប់ទាហានរាល់ថ្ងៃឥឡូវរុស្ស៊ីមានជំរឿសអីនេះហើយគឺជាភាពខ្លាំងរបស់អ៊ុយក្រែនអត់ព្រមសញ្ញេថាឯងនៅណានៅហ្នឹងអញ្ចឹងដីដែលរុស្ស៊ីកំពុងកាន់កាប់ 20% គឺខុសច្បាប់ទម្លាក់គ្រាប់លើក្បាលរុស្ស៊ីរាល់ថ្ងៃអត់មានខុសឲ្យព្រោះឯងឈ្លានពានដែនអធិបតេយ្យរបស់អ៊ុយក្រែនវាខុសពីកម្ពុជាសញ្ញេឲ្យថៃនៅណានៅហ្នឹងគេទន្ទ្រានអីក៏អត់អាចទៅទម្លាក់គ្រាប់លើក្បាលទាហានថៃបានដែរព្រោះអីខ្លាចខុសអាបត្តិឈប់បាញ់ហើយថៃជ្រាបឱកាសហ្នឹងទន្ទ្រានថែមរហូតយើងនៅតែអង្វរសុំអង្វរគេរហូតឲ្យគេអត់ចោះចាចុងក្រោយគឺដីរបស់យើងខ្លាយទៅជារបស់គេអស់អានេះហាវាខុសគ្នាតែយើងបន្ទោសខ្មែរអត់បានដែរអ៊ុយក្រែនគេមានមិត្តគេច្រើនអាមេរិកក៏ជួយអឺរ៉ុបក៏ជួយខ្មែរយើងពេលឆ្លោះគ្នាមួយថៃគេប្រលេះដៃចោលអស់តែចិនក៏អត់ជួយវៀតណាមក៏ដើរបាយអានឹងគឺជានយោបាយការបរទេសបរាជ័យរបស់យើងហើយត្រូវទទួលស្គាល់ត្រូវកែអានឹងឡើងវិញណាបើអត់កែឡើងវិញឯងកុំបោកប្រជាពលរដ្ឋថាយើងខ្លាំងអស្ចារ្យថ្នាក់ដឹកនាំអីពូកែអីណាចង់កាន់ពីកូនដល់ឪដល់កូនដល់ចៅអីកាន់ដល់ដូនចតាចលូតចលាអីណាក៏ដោយគ្មានណាគេឈឺក្បាលទេក៏ប៉ុន្តែតើឥឡូវដីអស់60កន្លែងជាងអត់បានមកវិញផងហ្នឹងដោយសារអ្នកណាដោយសារតែគាត់កាន់អីចឹងដែរដូច្នេះបើលោកហ៊ុនសែនចង់នេះកុំពមៀនរឿងងើបមួយវាយមួយអីត្រូវធ្វើយ៉ាងម៉េចប្រាប់ប្រជាពលរដ្ឋខ្មែរថាប្តឹងទៅតុលាការអន្តរជាតិនិងព្រមព្រៀងអន្តរជាតិយកអាដីខ្មែរទាំង62កន្លែងមកវិញឲ្យខាងតែបានហើយឲ្យថៃសងសំណងឲ្យអស់នឹងនៅតែអត់រួចខ្លួនផងថាយើងវាខ្សោយណាស់ប៉ុន្តែហើយខ្មែរនឹងអាហោសកម្មបើយើងនាំគ្នាប្តឹងទៅអង្គការសហប្រជាជាតិទៅបានដីនឹងមកវិញយ៉ាងហោចណាស់ក៏ថាកម្ពុជាបានប្រឹងប្រែងអស់ពីលទ្ធភាពធ្វើម៉េចបើយើងខ្សោយតែមានតុលាការអន្តរជាតិឥឡូវអាដីក៏បាត់អាតុលាការអន្តរជាតិក៏អត់ប្តឹងអង្វរគេបិទផ្លូវអស់ណែវាវិញចេះបាទឥឡូវចុងក្រោយគឺបើយើងនិយាយឲ្យមែនតើ
ការធ្វើបាតកម្មជួបជុំបង្ហាញសម្ដែងមតិអីលក្ខណៈហ្នឹងគឺមានច្បាប់អន្តរជាតិគេធានាក៏មានរដ្ឋធម្មនុញ្ញខ្មែរក៏មាននិយាយទៅអត់ត្រូវការអញ៉ៃរសេមរសាមអីត្រូវការសុំច្បាប់ត្រូវការជូនដំណឹងត្រូវការអីវែងឆ្ងាយពេកទេបើតាមមើលគឺរឿងដែលសំខាន់បំផុតនៅប្រទេសកម្ពុជាអឺនៅសហជីពតិចណាសហជីពដែលអាចជឿទុកចិត្តកក់ក្ដៅតាមពិតសហជីពនៅស្រុកខ្មែរមានជាង6000បងប្អូនបើយើងមើលទៅគ្មានស្រុកណាមានសហជីពច្រើនជាងស្រុកខ្មែរទេប៉ុនសបកក្តាមឯងប៉ុន្តែសហជីពមានជាង6000ហើយដល់ពេលមានការអីឃើញមានសហជីព3 4ដើម្បីឡើងមកតវ៉ាដូចប្រពៃទិវាពលកម្មអន្តរជាតិថ្ងៃទី1មិថុនាអីថ្ងៃមុនហ្នឹងមានមុខដដែលអត់មានណាផ្លែកទេលោកអាត់ធុនដែលជាឥឡូវជាអនុប្រធានសហព័ន្ធសហជីពកម្មករអ្នកស្រីយ៉ាងសុភ័ណ្ឌអឺលោកណែកញ្ញាឈឹមស៊ីធដែលជាប្រធានបុគ្គលិកសហជីពខាងកម្មករពលករខ្មែរបុគ្គលិកខ្មែរនៅ Nagavel ជាប់គុករាប់ភ្លេចអឺលោកខុនថារ៉ូតំណាងឲ្យខាងអង្គការសង្ត្រាល់អ្នកស្រីអូទេប៉ូលីនដែលតំណាងឲ្យសហជីពសេវាកម្មចំណីអាហារនិងសេវាទេសចរអីនោះគឺឃើញមុខដដែលនឹងឯងតែ4 5នាក់នឹងឯងអត់ដែលឃើញសហជីពណាផ្សេងទៀតមកចូលរួមអីឲ្យក្រើកអីតែអត់ទេក៏ប៉ុន្តែនេះ4 5សហជីពនេះគឺបើបូកគ្នាដូចនឹង6000នេះមានតម្លៃជាងអា6000ហ្នឹងទៀតព្រោះសហជីពទាំង6000ទៀតហ្នឹងបើខ្ញុំសុំទោសប្រើពាក្យឲ្យរៀងគ្រូតគ្រៀតទេចោះចោលមកសៀតហ្មងខ្ញុំប្រើពាក្យចោលមកសៀតហ្នឹងគឺឲ្យតែពេលចរចាប្រាក់ខែកម្មករឡើងគឺឲ្យសហជីពនាំគ្នាខ្ទាស់រឿងឡើងប្រាក់ខែឲ្យប្រាក់ឈ្នួលឲ្យកម្មករហ្នឹងមកទៅការពារតកែគ្រប់ពេលហើយដល់ចឹងសហជីពគ្នាដែលឯករាជ្យដូចកញ្ញាឈឹមស៊ីធដូចលោកថុនខុនថារ៉ូអ្នកស្រីឧទាផូលីនអ្នកស្រីយ៉ាងសុភ័ណ្ឌលោកអាត់ធុនអីទៅអត់អាចឈ្នះគេទេព្រោះគេយកអាសម្លេងចោលមកសៀតហ្នឹងយកមកទប់សម្លេងមែនតែនហើយទៅគេថាប្រទេសខ្មែរមានប្រជាធិបតេយ្យពេញទំហឹងស្ដាប់សម្លេងភាគច្រើនអាសម្លេងភាគច្រើនរបៀបប៊ូលីហ្នឹងសម្លេងភាគច្រើនមិនមែនប្រកាសថាមានប្រជាធិបតេយ្យទេបើប្រព័ន្ធអត់មានប្រជាធិបតេយ្យអាសម្លេងភាគច្រើនហ្នឹងគឺជាការដែលយកមកប្រឡប់តួលេខដល់យើងឃើញថាឥឡូវបើយើងប្រជុំគ្នាមាន17ឬក៏ថា50សហជីពចូលរួមបើសហជីព4គ្រប់គ្រងសហជីព46ទៀតគេប្រឆាំងចឹងទៅតាមអា46ប៉ុន្តែបើយើងមើលឲ្យមែនតើសម្លេងដែលខ្លាំងហ្នឹងគឺសហជីពទាំង4 5នេះទេសហជីពអស់នោះអត់ប្រយោជន៍ទេវាគ្រាន់តែជាលំអគ្រាន់តែមើលទៅដូចលបោយមកអញ្ចឹងណាប៉ុន្តែរឿងស្រុកខ្មែរគេយកអាលបោយហ្នឹងទៅជារឿងធំទៅវិញទៅហើយដល់ពេលបងប្អូនសហជីពទាំងប្រមាណអ្នកនេះគាត់ទៅតវ៉ាសំទោសគាត់ប្ររពទិវាពលកម្មអន្តរជាតិវាគួរឲ្យអកុសលមែនតើទៅប្ររពទិវាពលកម្មអន្តរជាតិគេហៅទៅផឹកតែប្រធានសហជីពទៅឈរផ្ដុំដើម្បីទាមទារសិទ្ធិសហជីពសិទ្ធិកម្មករក្នុងការប្ររពទិវាពលកម្មអន្តរជាតិដែលទិវាអន្តរជាតិដែលមានធានាដោយរដ្ឋធម្មនុញ្ញអីអស់ឥឡូវខាងសាលាក្រុងភ្នំពេញគេហៅចូលទៅផឹកតែព្រឹកមិញតាមពិតគេត្រូវប្ររពតាំងពីថ្ងៃ1ឥឡូវដល់ថ្ងៃ4ហើយហៅទៅផឹកតែតាមពិតអ្វីដែលគួរឲ្យគាត់សម្គាល់គាត់ទៅដាក់ញត្តិអាការថ្ងៃ1ហ្នឹងទៅក្រសួងការងារទៅ CDC អីដែរវាគួរតែថ្ងៃ4នេះវាគួរខាងក្រសួងការងារហើយនឹង CDC នេះអភិវឌ្ឍគណៈកម្មការក្រុមប្រឹក្សាអភិវឌ្ឍអីហ្នឹងគួរតែយកអាញត្តិគាត់ហ្នឹងយកមកប្រជុំដើម្បីដោះស្រាយបញ្ហាវាផ្ទុយទៅវិញអាដាក់ញត្តិទៅអាម្ចាស់ដែលទទួលញត្តិអត់ព្រមដោះស្រាយបញ្ហាបែរទៅជាសាលាក្រុងហៅទៅផឹកតែចប់ទៅវិញណែវាទៅជាកលាប់ចាក់ហើយទៅផឹកតែចប់ហ្នឹងមានអីគឺទៅលុតរឿងហេតុអីបានធ្វើបាតកម្មតវ៉ាជួបប្រជុំអត់ជូនដំណឹងទៅសាលាក្រុងឲ្យបាន4 5ថ្ងៃមុនរឿងនេះគឺវាមែនតើទៅតាមពិតបើខ្ញុំនិយាយឲ្យយុត្តិធម៌តាមច្បាប់តាមការចែងរបស់រដ្ឋាភិបាលកម្ពុជាហ្នឹងគឺតកតងនឹងការជួបប្រជុំគ្នាតវ៉ានៅទីសាធារណៈហ្នឹងអាជ្ញាធរកំណត់ឲ្យជូនដំណឹងទៅអាជ្ញាធរយ៉ាងហោចណាស់ក៏បាន4 5ថ្ងៃមុនដែរក៏ប៉ុន្តែកន្លងមកហើយបងប្អូននេះជាលេសរបស់សាលាក្រុងទេជូនដំណឹងមួយឆ្នាំមុនក៏ដោយក៏អត់បានធ្វើដែរព្រោះអាជ្ញាធរនឹងយកលេសសម្ដាប់ធ្នាប់សាធារណៈបញ្ហាកកស្ទះចរាចរណ៍បញ្ហានេះបញ្ហានោះឲ្យចង់ក្រោយដេញឲ្យទៅធ្វើនៅទីស្នាក់ការរបស់ខ្លួនវិញអីចឹងទៅធ្វើតែអញ្ចឹងមកយកហើយហ្នឹងហើយជូនដំណឹងដូចជូនប្រាប់ឲ្យថាកុំឲ្យធ្វើអញ្ចឹងអាហ្នឹងកន្លងមកបើថាជូនដំណឹងទៅគឺអាជ្ញាធរបានលេសភ្លាមព្រោះបានជូនដំណឹងហើយគឺអត់ឲ្យធ្វើដល់ទៅពេលធ្វើប្រក្រាបយកហ្មងព្រោះអីបានជូនដំណឹងមកប្រាប់ថាអត់ឲ្យធ្វើតែដល់ពេលអត់ជូនដំណឹងទៅថាខុសអាការជូនដំណឹងអត់ឲ្យជួបជុំគ្នាទោះបីរដ្ឋធម្មនុញ្ញបានធានាអីក៏ដោយ
រឿងនេះហាគឺជាភាពជូរចត់មួយហើយសម្រាប់លទ្ធចាច់បញ្ហាការងារហើយបរដ្ឋាភិបាលអត់ស្ដាររឿងនេះហាអត់លើកកម្ពស់ការដែលជួបប្រជុំកម្មករពលករដើម្បីតាក់ទងនឹងសិទ្ធិការងារយើងនឹងជាប់ពន្ធ 10% ពីរដ្ឋាភិបាលអាមេរិកនៅត្រឹមខែកក្កដាជាក់ជាមិនខានហើយធានាឥឡូវយើងជាប់ពន្ធ 19% ហើយខាងពាណិជ្ជកម្មពិសេសរបស់អន្តរជាតិតំណាងពាណិជ្ជកម្មពិសេសគេទឹមតែដាក់របាយការណ៍គេមួយដើម្បីយកទៅឲ្យប្រជាពលរដ្ឋសាធារណជនអាមេរិកជួយពិនិត្យវិจัยគឺគេដាក់ប្រទេស60ចូលទៅក្នុងចង្កោមប្រទេសដែលនឹងឡើងពន្ធពី10ទៅ12%កន្លះថែមទៀតនៅក្នុងនោះកម្ពុជាជាប់នៅក្នុងប្រទេស15ដោយទាំងដើម្បីគេតឡើងពន្ធ 10% ថៃគឺជាប់ក្នុងប្រទេស45ដែលមានតម្លើងពន្ធ 12.5% ដោយសារតែការដែលរំលោភច្បាប់ការងារនៅក្នុងស្រុកហ្នឹងគឺជាពិសេសពលកម្មដោយបង្ខំអីលក្ខនឹងឡាហើយដល់ពេលឥឡូវយើងចាប់ផ្ដើមបង្ហាញទៀតយើងបង្ហាញឲ្យសហគមន៍អន្តរជាតិថាតឹងរឹងហ្មងរឿងសិទ្ធិការងារសិទ្ធិសហជីពហ្នឹងគឺឥឡូវយើងហៅសហជីពទៅផឹកតែមានបានប្រយោជន៍អីបានតែធ្វើឲ្យអាប់អួរទៀតដល់ពេលគេមកគឺយើងកំពុងតែខ្លាចត្រូវពន្ធហែមតោះតែយើងស្ដារហ្នឹងយើងអត់ស្ដារយើងទៅហៅគ្នាផឹកតែហើយដល់ពេលអញ្ចឹងគេស្ដាប់មកគេថាអូកម្ពុជាគេត្រូវហើយអាហ្នឹងរឿងច្បាប់ទម្លាប់គេសាលាក្រុងគេត្រូវហៅយើងទៅអញ្ចឹងឯងព្រោះយើងអត់ប្រាប់គេមុនស្ដាប់មើលអ្នកស្រុកខ្មែរស្ដាប់ទៅដូចជាសហជីពនឹងខុសអីចឹងណាប៉ុន្តែអត់មានរឿងខុសទេព្រោះរដ្ឋធម្មនុញ្ញច្បាប់អន្តរជាតិអីឲ្យប្រជាពលរដ្ឋទៅអាជ្ញាធរហ្នឹងបើដឹងឲ្យលឺឲ្យជួយសេរីមនុស្សទៅជួយសម្របសម្រួលទៅវាអត់មានអីត្រូវការវែងឆ្ងាយខុសអានីតិវិធីតែយើងមានចេតនាមិនឲ្យគេជួបជុំហ្មងហើយមិនឲ្យគេជួបជុំហ្នឹងគឺតលឲ្យតែថាក្រុមប្រមាណក្រុមណាមានអ្នកស្រីយ៉ាងសុភ័ណ្ឌឈឹមស៊ីធទេពូទេផលីនលោកអាត់ធុនឬក៏ធុនណែលោកខុនថារ៉ូអីណាបើថាអ្នកផ្សេងទៀតដែលជាសហជីពចោលម៉ាស៊ីនដូចខ្ញុំជំរាបមិញមិនបាច់ជូនដំណឹងមិនបាច់ខ្មោចយកអីទេមកជួបណាក៏បានដែរហើយបើជូនដំណឹងគឺ10ដងបានទាំង10ដងអត់ដែលណារារាំងទេបើក្រុមសហជីពប្រមាណអ្នកនេះឲ្យជូនដំណឹងគឺដូចទៅឲ្យប្រាប់គេថាកុំឲ្យធ្វើអញ្ចឹងមកររឿងចាប់ដាក់ឡានតែម្ដងដល់ពេលអត់ជូនដំណឹងអញ្ចឹងជួនកាលគាត់អាចធ្វើបានដែរផ្លាត់ពីការពីផ្នែកពីចំោះអាញាធរប៉ុន្តែដល់ពេលហៅគាត់ទៅជួបផឹកតែមានអីមកលុតដល់ពីរឿងអត់ជូនដំណឹងអត់អីហើយដល់ពេលស្ដាប់មកគឺវាក្រូតគ្រៀតវាមើលទៅសិទ្ធិសេរីភាពរបស់យើងនឹងស្មុគស្មាញដល់ថ្នាក់ហ្នឹងអីអញ្ចឹងទៅតែដែលហើយអញ្ចឹង 10% ហ្នឹងខែកក្កដាចាំទទួលកម្ពុជាហើយយើងបាទតែ 10% ទៀតឡើងដល់ 29% ហើយប្រកួតប្រជែងអីឈ្នះគេបើយើងអត់ព្រមស្ដារស្ថានភាពសិទ្ធិមនុស្សបើតាមឮអ្នកចូលរួមនៅក្នុងពិធីនេះគឺជាពិសេសកញ្ញាជុំស៊ីធដែលជាប្រធានសហជីពពលករកម្មករបុគ្គលិក Nagawal ផ្នែកខ្មែរហ្នឹងគឺឆ្លោះគ្នាទៀតរឿងសរសេររបាយការណ៍ប្រជុំហ្នឹងឮគាត់ថាជួបគ្នាតែ30 40 45នាទីអីទេប្រជុំមែនតើសាច់ប្រជុំដល់ពេលសរសេរកំណត់ហេតុប្រជុំ2ម៉ោងជជែកគ្នាអត់បែកពពុះមាត់ដោយសារអីអាជ្ញាធរអត់ព្រមគាត់កំណត់ហេតុយើងគាត់កំណត់ហេតុយើងអត់ស្រង់កំណត់ហេតុរបស់មេសហជីពដែលដាក់ដូចកញ្ញាឈឹមស៊ីធគាត់ចង់និយាយពីរឿងណែតកតងនឹងការដែលឲ្យអាជ្ញាធរហ្នឹងស្ដារស្ថានភាពសិទ្ធិជាកម្មករសិទ្ធិសហជីពទៅដើម្បីឲ្យមុខមាត់យើងហ្នឹងសហគមន៍អន្តរជាតិចរចាពាណិជ្ជកម្មអីចឹងទៅយើងកុំឲ្យជាប់ទណ្ឌកម្មអីគេអត់ដាក់គេអត់អីចឹងហើយដាក់តួនាទីគាត់ហ្នឹងជាអតីតបុគ្គលិកសហជីព Nagawal អីណាដែលគាត់មានអតីតពីណាមកគាត់ដែលលាឈប់ពីតំណែងគាត់ពីអង្កលដោយសារតែ Nagawal ហ្នឹងបញ្ឈប់ពួកគាត់ចាប់ពួកគាត់ដាក់គុកឥឡូវតវ៉ានៅមុខ Nagawal ជាង4ឆ្នាំអត់រកដំណោះស្រាយឲ្យគាត់សោះហើយធ្វើឲ្យគាត់វេទនាហើយរកម្មភ្នែកមែនតើមិនដឹងថារឿងស្អីបានជាដោះស្រាយរឿងប៉ុណ្ណឹងឬអត់ចប់ឥឡូវហ្នឹងឥឡូវផឹកតែផឹកអីហើយហ្នឹងសួរថាបានជោគជ័យអាញាធរបានហៅទៅគម្រាមហៅទៅលុតហៅទៅដាស់តឿនអីប៉ុន្តែជាមុខមាត់ជាដុំកំភួនជាស្អីហ្នឹងជាតិយើងហ្នឹងគឺវាអត់ងើបទេបាទសហគមន៍អន្តរជាតិគេនៅតែមើលឃើញថាយើងនៅតែរដ្ឋបတ်សិទ្ធិសេរីភាពអញ្ចឹងឥឡូវតាក់ទងនឹងកម្ពុជាជិះអត់ផុតទេពីត្រូវត្រៀមខ្លួនប្តឹងថៃទៅតុលាការអន្តរជាតិឲ្យហើយទៅព្រោះត្បិតថៃអត់ខ្លាចបំពេញច្បាប់អន្តរជាតិខ្ញុំនិយាយអំពីរឿងបញ្ហាមួយតាក់ទងនឹងរឿងថៃហើយនឹងកម្ពុជាកំពុងតែប្តឹងនិយាយទៅកម្ពុជាកំពុងតែយកយន្តការអន្តរជាតិយកមកប្រើយន្តការអន្តរជាតិនេះខ្មែរអត់ប្រើជាមួយថៃរឿងព្រំដែនគោកឥឡូវខ្មែរមកប្រើជាមួយព្រំដែនទឹកដោយសារតែថៃលុប MOU 2001ចោលអញ្ចឹងទៅឥឡូវចាប់ផ្ដើមជូនដំណឹងទៅថៃជូនដំណឹងទៅអង្គការសហប្រជាជាតិដើម្បីឲ្យមានជាក្រុមប្រឹក្សាមួយដែលគេហៅថាការផ្សះផ្សាដោយបង្ខំឥឡូវកម្ពុជាគេរើសបាន2នាក់ហើយយើងរើសបាន2នាក់ថៃគេអត់ទាន់រើសទេគេនៅពេល3សប្តាហ៍ទៀតដើម្បីជូនដំណឹងមកកម្ពុជាព្រោះយើងជូនដំណឹងគេទុកពេលឲ្យគេ3សប្តាហ៍ដើម្បីជូនដំណឹងមកយើងវិញតើគេត្រៀមខ្លួនមិនហើយបើគេត្រៀមខ្លួនគឺគេដាក់មន្ត្រីជំនាញកិច្ចការព្រំដែនគេ2នាក់ហើយនឹងត្រូវមានគណៈកម្មការមានប្រធានម្នាក់ទៀតដែលកម្ពុជានិងថៃរើសរួមគ្នាដើម្បីឲ្យជាប្រធានហើយសម្របសម្រួលកិច្ចការព្រំដែនទឹកបងប្អូនដូចខ្ញុំនិយាយចឹងរឿងគោកអត់ទាន់ដោះស្រាយ
យើងទៅគិតរឿងទឹកដែលអត់ទាន់មានបញ្ហាដោយសារ MOU MOU ហ្នឹងគឺមែនតែ25ឆ្នាំអត់បានប្រយោជន៍អីដែរទេខ្ញុំមិនកាន់ជើងថៃទេមែនតែទៅគឺ MOU ហ្នឹងអត់ប្រយោជន៍មែន25ឆ្នាំហើយគឺអត់បានអភិវឌ្ឍអីខ្មែរអត់បានប្រេងសំបីតាប្រេងបានតែមកដំណក់គត់យកទៅដាក់ឲ្យវាមានឈ្នះហ្នឹងមានតែប៉ុណ្្នឹងឯងហើយបានមកនាវាមកកប៉ាល់ធំគេលួចបាត់ទៀតរាប់លានលីត្រម្ដងមកណាដល់កប៉ាល់ហ្នឹងណែណាលុយណែណាអីណែណាអញ្ចឹង25ឆ្នាំបានមកដំណក់បាត់ប្រេងមកកប៉ាល់ទៀតរួចទៅបើលុបទៅក៏លុបទៅព្រោះវាចង្រៃបើទុកទៅក៏វាអត់បានផលអីដែរព្រោះអីវាផលមិនបើ25ឆ្នាំដោះស្រាយគ្នាអត់បានហើយដល់ពេលលុបទៅយើងថាថៃខាតជិះទៅឈឺក្បាលអីបើថៃខាតតែឥឡូវយើងអត់ទេយើងប្តឹងអាហ្នឹងដល់ពេលប្តឹងបងប្អូនឡើយចាំមើលនីតិវិធីនេះត្រូវការពេល2ឆ្នាំយ៉ាងតិចមើលតាទីម៉ូខាងកើតហើយនឹងអូស្ត្រាលីទៅដឹងហើយគណៈកម្មការផ្សះផ្សាដោយបង្ខំហ្នឹងមកជជែកទៅ2ឆ្នាំក្រោយនឹងប្រាប់ថាអូខេឥឡូវគេសម្រេចហើយឲ្យយកទៅដោះស្រាយពីក្នុងនាមប្រទេស2នាក់ហ្នឹងនិយាយគ្នាទៀតទៅតដែលឲ្យចរចាគ្នាតដែលហើយទៅអត់មានអាគណៈកម្មការស្អីគេនេះណាគ្មានសិទ្ធិប្រកបបញ្ជាឬក៏ចងកាតព្វកិច្ចអីអត់ទាំងអស់គ្រាន់តែជាទីប្រឹក្សាក្រុមប្រឹក្សានឹងយកទៅឲ្យត្រូវគ្នាវិញទៅអត់ត្រូវគ្នាថៃធ្វើអីថៃហើយចឹងបានថាកម្ពុជាត្រៀមខ្លួនប្តឹងថៃ2ឆ្នាំក្រោយទៀតនៅពេលដែលស្អីក្រុមប្រឹក្សាផ្សះផ្សាដោយបង្ខំនេះចេញលទ្ធផលមកថៃអត់អនុវត្តតាមត្រៀមខ្លួនប្តឹងថៃឲ្យហើយទៅ2ឆ្នាំទៀតប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យហើយទៅព្រោះថៃអត់នឹងអត់គោរពទេព្រោះអីថៃអត់ថៃឆ្លៀនពៀនទឹកដីខ្មែរយកអស់60កន្លែងអត់ទាំងមានព្រឺហោមថៃអីទីផងខ្លាចអីទៅរឿងទៅមិនទទួលស្គាល់សេចក្តីសម្រេចរបស់គណៈកម្មការផ្សះផ្សាដោយបង្ខំនេះរឿងនេះហើយយើងគ្រាន់តែទិញពេលវេលាធ្វើឲ្យតែល្អមើលថាអូយលឺយើងរវល់ទេហើយរឿងហ្នឹងមែនតើទៅគឺយើងនឹងធ្វើឲ្យទៅចុងក្រោយទៅល្អកកជាមួយគ្នាអាបញ្ហាព្រំដែនគោកក៏ដោះស្រាយអត់បានប៉ុន្តែបងប្អូនខ្ញុំនិយាយនេះគឺថៃខូចទេបងប្អូនខ្ញុំអត់កាន់ជើងថៃទេអត់កាន់ជើងកម្ពុជាស្អីណាផ្កាប់មកតែថៃខូចរឿងលុប MOU ហ្នឹងដើម្បីរលេះថាកម្ពុជាតែលុប MOU ហ្នឹងគឺច្បាស់ជាប្រើអាយន្តការផ្សះផ្សាដោយបង្ខំគឺទៅអន្តរជាតិទៅអង្គការសហប្រជាជាតិឬក៏ទៅតុលាការអន្តរជាតិអញ្ចឹងបានន័យថានឹងបិទផ្លូវចរចាទ្វេភាគីអញ្ចឹងបើថៃបិទបើកម្ពុជាបិទផ្លូវចរចាទ្វេភាគីព្រោះថៃគេថាគេលុប MOU មែនតែគេចង់ចរចាទ្វេភាគីតែខ្មែរថាអត់ទេតែលុប MOU បានន័យថាយើងបិទផ្លូវចរចាទ្វេភាគីអញ្ចឹងរុញរឿងហ្នឹងឲ្យទៅដល់ UN បានន័យថាទៅភាគីទី3អញ្ចឹងបានន័យថៃនឹងយកលេសជាកំបិតចង់និយាយថាជាលបែងថៃទេយកលេសថាកម្ពុជាចង់យករឿងហ្នឹងទៅជារឿងអន្តរជាតិប៉ុន្តែយើងនឹងមិនអាចចរចារឿងព្រំដែនគោកទ្វេភាគីឯណាបានបើសិនជាយើងទៅអន្តរជាតិបាត់ហើយហ្នឹងប៉ុន្តែវាផ្ទុយទៅវិញយើងវាទៅអន្តរជាតិតារឿងទឹកដែលអត់ទាន់កើតមានដល់ពេលអារឿងគោកដែលកំពុងកើតមានយើងអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅវិញណាអារឿងហ្នឹងដែលកញ្ញាញ់ខួរគ្រប់គ្នារទិសតំបន់អីមិនឃើញខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលទៅអន្តរជាតិហ្នឹងមិនមែនតែរឿងព្រំដែនទឹកទេព្រំដែនគោកក៏ត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិដែរចុះបើជ្រុលអញ្ចឹងហើយយើងទៅដល់ហ្នឹងហើយ2ឆ្នាំក្រោយនឹងប្តឹងថៃទៅដែរប្តឹងឯងមកកញ្ចប់ជុំគ្នាឲ្យហើយហ្មងទៅឲ្យវាចប់មួយសារទៅបើជ្រុលអញ្ចឹងហើយវាអត់មានអីភាពល្អអីជាមួយថៃទេអស់ហើយកម្ពុជាអត់មានភាពល្អអីជាមួយថៃទៀតទេយើងបិទផ្លូវយើងរើស្ពានអស់ហើយយើងឆ្លោះគ្នាជាមួយតកូលថាក់ស៊ីនយើងបញ្ចេញខ្សែអាចសម្លេងធ្វើឲ្យអ្នកស្រីបថងឋានបាត់តំណែងជានាយករដ្ឋមន្ត្រីថាក់ស៊ីនជាប់គុកដោយសារលោកហ៊ុនសែននិយាយសារពីរឿងពុតធ្វើឈឺហើយអត់ព្រមដេកគុកទៅដេកនៅក្នុងមន្ទីរពេទ្យអញ្ចឹងគេថាអត់បានដេកគុកឲ្យដេកគុកហើយលោកហ៊ុនសែនជួយបញ្ចេញភ័ស្តុតាងហ្នឹងឲ្យថាក់ស៊ីនជាប់គុកឥឡូវស្ដេចគេលើកលែងទោសថាក់ស៊ីនឲ្យមានសេរីភាពហើយកូនចៅរបស់ថាក់ស៊ីនជាពិសេសក្មួយថាក់ស៊ីនជាប់ជាតំណាងរាស្ត្រជារដ្ឋមន្ត្រីមួយនៅក្រសួងរបស់អនុទិនច័ន្ទវរៈគុលទៀតគេរួមគ្នាគេពួតដៃគ្នាយើងអត់មានដំណោះស្រាយទេគឺយើងច្បាស់ជាត្រូវថៃគេពួតគ្នាគេអត់តែរឿងដីហ្នឹងគឺថៃគឺមូលមាត់គ្នាហ្មងគេឆ្លោះគ្នាប៉ុណ្ណាក៏គេមូលមាត់គ្នាចង្រៃតែយើងឯងតែយើងកំពុងតែត្រូវការសម្លេងមូលមកគ្នាគឺយើងវាយគ្នាបោចសក់គ្នាកាន់តែខ្លាំងពងឆ្លោះគ្នាមួយថៃគឺយើងចាប់គ្នាដាក់គុកយើងងើបមួយវាយមួយគឺយើងបំផ្លាញគ្នាយើងក្រាញធ្វើម៉េចឲ្យកូនចៅគាត់នឹងនៅកាន់អំណាចកាន់ស្អីកាន់ទៅប៉ុន្តែសួរតាកាន់អំណាចហ្នឹងតើដី60កន្លែងជាងហ្នឹងបានមកដុំមកវិញនៅបើបានកាន់ទៀតទៅវាអត់អីប៉ុន្តែឥឡូវហ្នឹងដំណោះស្រាយវាអត់ទាន់ឃើញហើយដល់ពេលអញ្ចឹងក្នុងពេលជាមួយគ្នាហ្នឹងគឺយើងបែរទៅជាបង្កើតយុទ្ធនាការស្អំចិត្តមេដឹកនាំរបស់ខ្លួនឲ្យឃើញអំពីភាពអស្ចារ្យរបស់មេដឹកនាំនៅពេលដែលចាញ់ថៃចាញ់ច្រាបចាញ់ព្រៀបគេបាក់តបគេយកដីអស់60កន្លែងជាងខ្ញុំនិយាយនេះអំពីទាហានជួមុខគឺក្លាហានប្រយុទ្ធបដូរផ្ដាច់ពលីឈាមស្រស់សាច់ស្រស់ដើម្បីជាតិមាតុភូមិដែលគណោបការៈវិញ្ញាណក្ខន្ធរបស់អស់លោកប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកគឺមិនភ្លេចគណោបការៈនេះចំពោះខ្ញុំនៅតែដឹងគុណវីរភាពនិងភាពក្លាហានរបស់អស់លោកអ្នកនៅក្នុងការ
ប្រថុយគ្រោះថ្នាក់ជីវិតដើម្បីការពារជាតិមាតុភូមិដែលជាតម្លៃមិនអាចកាត់ថ្លៃបានទេសូមឲ្យវិញ្ញាណក្ខន្ធរបស់អស់លោកបានទៅសោយសុគតិភពហើយកុំភ្លេចជួយមកនៅតាមការពារព្រំដែនខ្មែរថៃនឹងឲ្យរួចផុតពីការឈ្លានពានរបស់ថៃជាបន្តទៀតផងហើយជួយការពារថែរក្សាកងទ័ពយើងនៅជួរមុខនេះឲ្យលោកបានសុខសប្បាយទាំងអស់គ្នាឈ្នះមារសត្រូវផងលោកបានចែកឋានទៅហើយសូមឲ្យដួងវិញ្ញាណក្ខន្ធជួយនាំមើលថែរក្សាគ្នានៅជួរមុខផងព្រោះគ្នាប្រឈមមុខដូចតែគ្នាក៏ប៉ុន្តែបងប្អូនរឿងទាំងអស់នេះមិនមែនដោយសារតែភាពក្លាហានមិនខ្លាបហានរបស់ទាហានទេគឺដោយសារតែវិស័យទ័ពរបស់យើងខ្សោយយើងមិនមានអនុភាពយោធារហូតដល់គេអាហ្នឹងគឺយើងត្រូវទទួលស្គាល់ការពិតយើងប្រកែប៉ុណ្ណាក៏ដោយនៅពេលដែលយើងចេញទៅជាវងឈាមខ្លាស៊ីអស់ហើយតើតែយើងមានខ្លាមានតោអីនំនាំមុខដែរប៉ុន្តែតោខ្លាយើងនេះណានាំមុខបានតែខ្មែរគ្នាឯងទេខំងាប់ហ្មងហែកខ្ទេចខ្ទីអស់ហើយនៅពេលដែលឆ្លោះគ្នាមួយខ្មែរគ្នាឯងគឺយើងបញ្ចេញតោបញ្ចេញខ្លាទៅខំហ្មងប៉ុន្តែនៅពេលដែលចាប់ផ្ដើមមួយថៃចេញសិតតែប្រប៉ែហើយឆ្លោះហើយទៅខាងនោះកពើហើយនឹងសัตว์អាសេរពឹសមកស្លាប់យើងអស់អាហ្នឹងធ្វើម៉េចយើងតស៊ូដែរប៉ុន្តែធ្វើម៉េចយើងបានប៉ុណ្ណាប៉ុន្តែឥឡូវអត់ទេគេនាំគ្នាស្អំចិត្តថ្នាក់ដឹកនាំអូយមានសារច្រើនណាស់ស្អំចិត្តអ្នកដឹកនាំអានេះគឺជាកំបិតចិត្តដងឯងទៀតលោកកែវរេមីដែលប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលគឺអូយទៅសេសារសរសើរលោកហ៊ុនសែនសរសើរឥឡូវនេះសរសើរដល់ក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយអោមយន្ទៀង ACU ទៀតថាជាថ្នាក់ដឹកនាំប្រកបដោយទស្សពិតរាជធរព្រោះមុននឹងចាប់ជនសង្ស័យណាមួយនឹងមិនហ៊ានទៅចាប់ភ្លាមទេដែលមានមនុស្សច្រើនអីចឹងគេជួបជុំគ្រួសារអីទុកឲ្យនៅដាច់ម្នាក់ឯងដើម្បីបានចាប់បានអីចឹងកុំឲ្យវាមើលទៅវាសាហាវខូខើអីដូចថាគិតពីគុណធម៌មនុស្សធម៌សិលធម៌សុជីវធម៌គួរឲ្យកោតសរសើរហើយការពិតគឺខ្ញុំមិនជឿថាអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយមិនធ្វើដោយអ្វីដែលលោកកែវរេមីថាទេព្រោះគោលការណ៍ក៏គេមានក្រមសីលធម៌ក៏មានវិជ្ជាជីវៈក៏មានអីចឹងដែរខ្ញុំជឿថាអាចមានកម្រិតនៅក្នុងការអនុវត្តដោយការពិតដែលលោកកែវរេមីថាអញ្ចឹងមែនហើយគួរតែទទួលបានការកោតសរសើរអញ្ចឹងមែនហើយនៅពេលដែលគាត់ធ្វើបានល្អប៉ុន្តែលោកកែវរេមីនេះអាចរិះគន់លោកអោមយន្ទៀងពីរឿងកូនមកសបុកនៅក្នុងក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយដែលស្ថាប័នដែលគួរតែមានតម្លាភាពកូនចៅមកសបុកនៅក្នុងស្ថាប័នមួយប្រយុទ្ធប្រឆាំងអំពើពុករលួយនេះហ่าបើអត់មានរឿងអំពើពុករលួយកើតឡើងនៅក្នុងគ្រួសារតកូលអោមយន្ទៀងទេបើមានមែនមិនដឹងអ្នកណាស៊ើបអង្កេតអ្នកណាទេព្រោះសិតតែមនុស្សគ្នាឯងទាំងអស់ប៉ុន្តែយើងធ្វើមិនបានដឹងក្រុមគ្រួសារនឹងអត់ប្រព្រឹត្តអំពើពុករលួយយើងចាត់ទុកថាគាត់ស្អាតស្អំចុះប៉ុន្តែធ្វើមិនយើងដឹងព្រោះបើអត់មានការស៊ើបអង្កេតថាក្រុមគ្រួសារគេមានប្រវត្តិល្អយើងមិនទៅចោទប្រកាន់ទេក៏ប៉ុន្តែចង់និយាយថាវិមតិសង្ស័យតែនៅជុំគ្នាឧទាហរណ៍បើមានរឿងនឹងកើតឡើងអ្នកណាទៅកាត់ក្តីបើសិតតែមនុស្សរបស់គាត់កូនចៅរបស់គាត់អស់ហើយកាន់គ្រប់កន្លែងហ្នឹងហើយចឹងអង្គើពុករលួយហ្នឹងទៅដោះស្រាយមិនទៅអាហ្នឹងលោកកែវរេមីមើលអត់ឃើញហើយផ្ទុយទៅវិញណាប្រធានសិទ្ធិមនុស្សលោកកែវរេមីនេះណាគាត់ធ្វើរឿងត្រូវច្រើនណាមួយរយៈពេលចុងក្រោយនេះរឿងថ្លែងសារតបទៅថៃទៅអង្គការសហជាតិទៅអីអូយទៅសេលិខិតច្រើនខ្ញុំសរសើរអស់ពីដួងចិត្តប៉ុន្តែបើរឿងខ្មែរគ្នាឯងវិញណាមរាយគណៈបកសង្គ្រោះជាតិចាប់សកម្មជននេះដាក់គុកធ្វើបាបទុកបុកម្នេញសហជីពកម្មករស្អីរំលោភសិទ្ធិមនុស្សឡើងគេផ្ដន់ទាទោសគេកោតទោសគេដាក់ទណ្ឌកម្មយើងលោកកែវរមីដេកលក់ស្កាត់ឆឹងអត់មានចេញលិខិតមានការពៀមានតវ៉ាមានអីអត់មានតែអាជ័យធ្លាក់ទៅឲ្យអើគ្រប់គ្រងរដ្ឋាភិបាលថាធ្វើត្រូវទៀតផងអានេះវាពិបាកអញ្ចឹងបងប្អូនខ្ញុំមិនទៅទោសម្នេញអីក្នុងការគាត់សរសើរមេគាត់ទេតាមពិតគួរសរសើរលើកទឹកចិត្តទៅហើយបន្តឲ្យបងប្អូនយើងធ្វើឲ្យត្រូវអញ្ចឹងដូចអ្វីដែលលោកអោមយន្ទៀងធ្វើហ្នឹងគិតគូរពីសិលធម៌ជីវធម៌ប៉ុន្តែសិលធម៌កន្លែងណាលោកកែវរមីបើសិនជាដូចលោកលៀងហ៊ីអីវិញចាប់គ្នាទៅដាក់គុកម្ដាយមហារាជស្លាប់អត់ទាំងបានទៅជួបមុខផងតើនេះឬដែលជាអង្គើគុណធម៌របស់អាជ្ញាធរខ្ញុំថាល្អហើយខាងក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយប៉ុន្តែជាស្ថាប័នរបស់រដ្ឋគួរតែមានគំរូគ្រប់ស្ថាប័នទាំងអស់ទៅទាំងពន្ធនាគារទាំងរដ្ឋាភិបាលទាំងអីនឹងផងហេតុអីបានជាមានតែមួយករណី199ទៀតគឺនៅអាស្រូវស្អុយលលួយងុំអញ្ចឹងហើយអត់ជួយកែគ្នាទេអញ្ចឹងតើប្រជាពលរដ្ឋគេថ្នាក់ដែរលោកសរសើរហ្នឹងវាជាការល្អហើយប៉ុន្តែវាដូចថាវានៅរឿងច្រើនទៀតដែលបើប្រឹងធ្វើឲ្យបានច្រើនប្រហែលជាលោកអាចចំណាយពេលវេលារាល់ថ្ងៃអាចនឹងអង្គុយសរសើរហ្នឹងទៅមិនបាច់ធ្វើការអីទេក៏ល្អដែរតែវាអត់មានរឿងល្អច្រើនចឹងពិបាកដែរហើយឥឡូវមួយទៀតគឺការប្រឌិតព័ត៌មានដែលធ្វើឲ្យកម្ពុជានឹងអស់ចាលើឆាកអន្តរជាតិអត់ដឹងថាតើបងប្អូនទាំងអស់គ្នាគាត់គិតពីអីថ្ងៃនេះមានគេបង្កើតសារព័ត៌មានដូច The New York Times អីចឹងគឺដាក់ចំណងជើងធំជាកាសែតជាអីមានលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាហើយចំណងជើងជាភាសាអង់គ្លេសដាក់ថាអង្គការសហប្រជាជាតិបានបោះឆ្នោតដោយថាលើកស្ទួយកិត្យានុភាពឬក៏សុចរិតភាពរបស់កម្ពុជាឡើងវិញដោយទាត់ចោលថៃអីឡាក់នឹងឡាក់
បានអីមកវិញបងប្អូនអ្នកណាក៏ដោយដែលគ្រប់គ្រងរដ្ឋាភិបាលចង់គិតថាបោកប្រជាពលរដ្ឋឲ្យជឿថាអង្គការសហប្រជាជាតិជានៅខាងខ្មែរហ្នឹងណាវាល្អហើយស្អំចិត្តប៉ុន្តែវាជាកំបិតមុខពីរគឺយើងភូតច្រើនពេកដល់ផលិតព័ត៌មានអញ្ចឹងទៅវាធ្វើឲ្យយើងចាញ់អាត្មាខ្លួនឯងណាភូតច្រើនចាញ់អាត្មាបោកប្រាស់គេទៅវាធ្វើឲ្យសាបហេតុអីបានជាបានប្រយោជន៍អីអស់លោកហើយខាងក្រសួងរដ្ឋាភិបាលអីហ្នឹងអត់ព្រមទាត់ចោលព័ត៌មានហ្នឹងថាខ្លាំងខ្លាយខ្លះទេឲ្យតែចំណេញខ្លួនឯងហ្នឹងគឺចេះតែនៅបើថាប៉ះខ្លួនឯងគឺទាត់របស់គេថាខ្លាំងខ្លាយអានេះជាកំបិតមុខពីរហ្នឹងគឺចង់និយាយលើកមុខកម្ពុជាថាអង្គការសហជីវទទួលស្គាល់វាល្អហើយប៉ុន្តែវាមិនមែនការពិតវាបោកតែគ្នាប្រជាពលរដ្ឋគ្នាមិនដឹងចេះតែជឿទៅតែការពិតមានអង្គការសហជីវជាតិណាទៅបោះឆ្នោតគ្រប់គ្រងកម្ពុជាពីអង្កលអត់មានទេយើងទៅស្រែកខាងយើងគេទៅស្រែកខាងគេចុងក្រោយឆ្លោះគ្នាអង្គការសហជីវជាតិថាយករឿងហ្នឹងទៅដោះស្រាយខ្លួនឯងក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិក៏ធ្លាប់ជួបប្រជុំភ្លាមពេលបាញ់គ្នាប្រាវគេថាយកទៅដោះស្រាយខ្លួនឯងទៅវាអត់មានគេមើលហើយវាអត់មានអ្នកណាមកកាន់ជើងយើងហើយមកដល់ម៉ោងហ្នឹងសូម្បីតែប្រទេសមួយនៅខាងខ្មែរក៏អត់មានដែរវាតែប៉ុណ្្នឹងអកុសលចឹងទេបងប្អូនហើយកុំបន្ទោសគេយើងបន្ទោសរបៀបដឹកនាំរដ្ឋរបស់យើងដែលមកដល់ម៉ោងហ្នឹងរមនុស្សជាមិត្តយើងនៅលើពិភពលោកដែលយើងសាមញ្ញឆ្នាំមានទាំងចិនមានទាំងយួនមានទាំងអីដល់ពេលមានគ្រាតែត្រូវរឿងបាត់ដែនអធិបតេយ្យតែមួយក៏អត់ដែរប្រលេះដៃចោលយើងទាំងអស់តើយើងមានអីអាងយើងអស់សង្ឃឹមហើយមិត្តភ័ក្តិដែលផឹកស៊ីជាមួយគ្នាមានការអីរត់ចោលយើងអស់ហើយយើងនៅតែអោបកសោបគេហើយយើងថាយើងគ្រាន់បើនេះជាវិបត្តិរបស់យើងធំណាស់តែយ៉ាងណាបងប្អូនសូមបងប្អូនដែលគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាសុំកុំទៅទាបពេកបងប្អូនកុំទៅទាបពេកសរសើររដ្ឋាភិបាលក៏សរសើរដែរប៉ុន្តែកុំដល់ថ្នាក់បង្កើតព័ត៌មានរហូតដល់ថាអង្គការសហប្រជាជាតិទទួលស្គាល់ថាកម្ពុជានឹងជាប្រទេសត្រឹមត្រូវហើយថៃនឹងបំពេញឈ្លានពានដល់អធិបតេយ្យកម្ពុជាអីទេអត់ទេអង្គការសហប្រជាជាតិមែនតើទៅគួរតែចេញសេចក្តីថ្លែងការណ៍បែបហ្នឹងបើនិយាយឲ្យស្មោះត្រង់តែអត់ទេស្ថាប័នមួយនេះគឺជាស្ថាប័ននយោបាយប្រែកឡប់ចាក់លែងទីពឹងអីបានច្រើនហ្មងហើយព្រោះអីដូចអាមេរិកវាយអ៊ីរ៉ង់វាយស្អីវេណេស៊ុយឡាវាយអីឡាក់នឹងឡាក់អីអង្គការសហជីវជាតិនេះគ្មានទៅធ្វើអីបានទេព្រោះអាមេរិកដកលុយមកអស់គឺចប់ហើយប៉ុន្តែមិនមែនបានន័យថាមិនអាចពឹងគេបានទេយើងកុំពឹងលើអន្តរជាតិតែយើងត្រូវពឹងខ្លួនយើងសិនតើយើងស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យផ្សះផ្សាបង្រួបបង្រួមជាតិកុំឲ្យងើបមួយវាយមួយយើងអត់អ្វីដែលធ្វើនឹងមកគឺយើងធ្វើឲ្យរាជអស់សង្ឃឹមទៀតដោយសារលោកហ៊ុនសែនចុងក្រោយចឹងទៀតអញ្ចឹងបានន័យថាដរាបណាក្រុមគ្រួសារតកូលហ៊ុននៅកាន់តំណែងគឺអាសាងើបមួយវាយមួយនឹងនឹងមានជាប់នៅក្នុងតិចជានិច្ចអញ្ចឹងប្រជាប្រដ្ឋបាក់ស្បាតគ្រប់ពេលវេលាខ្ញុំឆ្ងល់ថាហេតុអីបានជាគាត់ចាំបាច់ធ្វើដូច្នេះបើគេទៅលន់នឹងអាពាកនឹងយូរហើយប៉ុន្តែក៏អត់បោះចោលក៏អត់ខ្ពើមនៅក្នុងអាពាកគម្រាមនឹងសោះខ្ញុំពងតែឆ្ងល់ហើយមិនដែលបានផលទេវាបានតែបង្ក្រាបគេឲ្យបាក់ស្បាតមែនប៉ុន្តែប្រជាប្រដ្ឋឈឺចាប់ក្តៅក្រហាយដល់យូរទៅអានឹងដូចភ្លើងឆេះព្រៃអញ្ចឹងបងប្អូនងុំផ្ទុះឆេះអស់លីងអត់ប្រលត់យើងបក់ផ្សែងហើយយើងគម្រាមថែមខ្ញុំនិយាយទៅមែនតើទៅខ្ញុំបារម្ភចំពោះគណៈបកកណ្ដាលអំណាចនឹងដែរព្រោះបារម្ភនឹងត្រង់ថាប្រជាពលរដ្ឋក្តៅក្រហាយខ្លាំងពេកហើយយើងអត់បន្សាបយើងចាស់កំហឹងយើងថែមទឹកទៀតថែមភ្លើងទៀតយើងអត់នេះវាអត់ពលុតណាបាទឥឡូវនេះគឺព័ត៌មានបន្ទាប់ទៀតគឺតកតងនឹងរឿងអឺខ្ញុំនិយាយពីយុទ្ធនាការនេះតកតងនឹងរថយន្តដឹកកម្មកររោងចក្រកន្លាប់ផ្ងាជើងនៅស្វាយរៀងឯណោះបងប្អូនថ្ងៃនេះគឺព័ត៌មានពីអង្គការសង្ត្រាល់ទេដែលលើកឡើងមកថាមានរថយន្តមួយគ្រឿងទៀតឲ្យដឹកកម្មករកន្លាប់ផ្ងាជើងដែលធ្វើឲ្យកម្មការិនីនឹងរបួសធ្ងន់នឹងស្រាលច្រើនអ្នកគាត់ថាគាត់មិនអាចរាយការណ៍មកថាតើមានស្លាប់អត់ទេគាត់ថារបួសធ្ងន់ស្រាលហើយនឹងមានគ្រោះថ្នាក់នេះហើយតាមពិតរឿងដែលខ្ញុំលើករឿងនេះយកមកនេះគឺដោយសារតែអឺរឿងនៅកំពង់ចាមអញ្ចឹងឯងកំពង់ឆ្នាំងថ្ងៃមុនហើយនឹងស្វាយរៀងដែរបុកគ្នាសំទោសកន្លាប់រថយន្តដឹកកម្មករស្លាប់អស់14នាក់របួសជិត100នាក់អត់ទាន់បានរកដំណោះស្រាយអីទេព្រោះអីកម្មករប្រជ្រៀតគ្នាច្រើនពេកដូចស្និទ្ធជែកតទៅពេលអាបញ្ហាសុវត្ថិភាពហ្នឹងគឺលំបាកមែនតើហើយអាបញ្ហាហ្នឹងត្រូវការកែតម្រង់ស៊ីជម្រៅឲ្យលឿនតាមឆាប់តាមតែអាចធ្វើទៅបានក៏ប៉ុន្តែដូចខ្យងអញ្ចឹងឃើញកាយដែរខំប្រឹងដែរដូចមានខេត្តកោះកុងខេត្តអីធ្វើបានខ្លះហើយតាក់ទងនឹងរឿងរថយន្តដឹកកម្មករប៉ុន្តែដល់ខេត្តផ្សេងហ្នឹងគឺនៅចឹងនៅប្រជ្រៀតគ្នាតែមានឡានកន្លាប់អីបាទរឿងអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍អាហ្នឹងរឿងមួយឯងប៉ុន្តែបើសិនជាគោរពច្បាប់ចរាចរណ៍ក៏ដោយបើសិនជាមានគ្រោះថ្នាក់អីដោយយថាហេតុតាក់ទងបញ្ហាបច្ចេកទេសរថយន្តខូចហ្វ្រាំងចាប់មិនស៊ីឬក៏ជ្រុលចកូតបែកកង់បែកអីប្រយ័ត្នប៉ុណ្ណាក៏ដោយគោរពច្បាប់ប៉ុណ្ណាក៏ដោយតែពេលធ្លាក់ស្រែហើយបើមកវងគឺទៅហ៎រត់តែគាត់សកត់តែកិច្ចតែក្បាលគ្នាក៏ស្លាប់ដែរអាហ្នឹងវាអត់អាចជួយបង្កអាគ្រោះថ្នាក់ហ្នឹងបានទៀតណាខ្ញុំមិនជឿថាតកង់ឡានហ្នឹងគឺនេះទេតកង់ឡានបើកដូចមហាតអីមកកណោហ្នឹងក៏មានដែរគឺយើងលឺហើយចាប់បញ្ហាគោរពច្បាប់ចរាចរណ៍ហ្នឹងក៏មិនអីយើងលឺហើយ
ក៏ប៉ុន្តែរឿងកម្មករប្រជាគ្នានេះគឺជារឿងមួយដែលត្រូវបង្ការហើយត្រូវធ្វើឲ្យលឿនបាទប៉ុន្តែយើងមើលទៅមិនដឹងកាលធ្វើហើយគាត់ថា2027ចាំមើលបងប្អូនតើជួយតាមដានគ្នាព្រោះអញ្ចឹងរដ្ឋាភិបាលគឺគាត់ស្ពឹកតកតងនឹងរឿងបេក្ខជនឈរឈ្មោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មួយរូបទៀតគឺរបស់គណៈបច្ឆន្ទៈខ្មែរត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទញុះញង់អារឿងចាប់ហ្នឹងគឺយើងអត់មានដែលស្បើយទេព្រោះអីគឺគោលការណ៍របស់យើងគឺមានតែចាប់សុកសូវចាប់ច្រឡំ